នេះគឺជាកំហុស5យ៉ាងដែលធ្វើឲ្យយើងឡើងជាតិស្ករខ្លាំងបើសិនជាយើងមិនចេះចម្អិនវាឲ្យត្រូវតាមវិធីដែលនៅថ្ងៃនេះគឺនឹងខ្ញុំនិយាយអំពីដំឡូងជ្វាដំឡូងជ្វាគឺត្រូវបានគេចាត់ទុកថាវាគឺជាអាហារទិព្វដែលសម្បូរទៅដោយវីតាមីនហើយនិងជាតិសរសៃខ្ពស់ជាពិសេសវាក៏ជាទីពេញចិត្តដល់អ្នកដែលស្រឡាញ់សុខភាពដែរយើងតែងឃើញអ្នកធ្វើការហាត់ប្រាណគាត់តែងតែញ៉ាំដំឡូងជ្វាស្ងោរឬក៏ដំឡូងបារាំងប៉ុន្តែបងប្អូនប្រហែលជាមិនទាន់បានដឹងទេថាការចម្អិនដំឡូងជ្វាតាមវិធីខុសរបៀបគឺអាចធ្វើឲ្យជាតិស្ករឡើងខ្លាំងនៅពេលដែលយើងបរិភោគវាពីព្រោះដំឡូងជ្វាគឺមានរសជាតិផ្អែមមែនទែនពិតប្រាកដណាស់ការចម្អិនខុសបច្ចេកទេសតែបន្តិចគឺអាចធ្វើឲ្យអាហារមួយដែលមានសុខភាពល្អគឺคล้ายទៅជាអាហារដែលបំផ្លាញសុខភាពវិញកំហុសទី1ការយកដំឡូងជ្វាទៅបំពងភាគច្រើនខ្ញុំតែងឃើញដំឡូងបំពងគេលក់តាមដងផ្លូវគឺមើលទៅមានរសជាតិឈ្ងុយឆ្ងាញ់នៅពេលដែលយើងយកដំឡូងជ្វាទៅបំពងគឺវានឹងធ្វើឲ្យជាតិស្ករដែលមាននៅក្នុងដំឡូងគឺវាស្ថិតនៅក្នុងកម្រិតខ្ពស់ដែលធ្វើឲ្យរាងកាយរបស់យើងរំលាយអាហារបានលឿនហើយក៏កើនឡើងជាតិស្ករកាន់តែលឿនដូចគ្នាដែលវាគឺជាហានិភ័យសម្រាប់អ្នកដែលប្រឈមជាមួយនឹងជំងឺទឹកនោមផ្អែមឬក៏អ្នកកើតជំងឺទឹកនោមផ្អែមវិធីដែលល្អគួរយកដំឡូងជ្វាទៅស្ងោរចំហុយឬក៏អាំងនៅពេលដែលបងប្អូនស្ងោរឬក៏ចំហុយគឺធ្វើឲ្យជាតិស្ករដែលមាននៅក្នុងដំឡូងគឺកាន់តែទាបទៅវិញដែលវាគឺអាចធ្វើឲ្យការរំលាយអាហារយឺតល្មមដែលធ្វើឲ្យជាតិស្ករនៅក្នុងឈាមគឺមានស្ថិរភាពកំហុសទី2ការចិតសម្បកចោលមានមនុស្សជាច្រើនតែងតែចិតសម្បកដំឡូងជ្វាឲ្យស្អាតបន្ទាប់មកពួកគេធ្វើការចម្អិនប៉ុន្តែបងប្អូនប្រហែលជាមិនទាន់ដឹងទេថាជីវជាតិដែលមាននៅក្នុងសម្បកដំឡូងគឺពិតជាសំខាន់សម្រាប់ការរំលាយអាហារដែលវាគឺមានផ្ទុកសារធាតុចិញ្ចឹមច្រើនជាជាងសាច់ដំឡូងទៅទៀតនិងសារធាតុប្រឆាំងនឹងអុកស៊ីតកម្មខ្ពស់ផងដែរការចិតសម្បកចោលគឺប្រៀបដូចជាយើងក្រវិតចោលរបស់ដែលមានតម្លៃគឺរបស់ដែលជួយសុខភាពអញ្ចឹងដូច្នេះនៅពេលដែលបងប្អូនទទួលទានដំឡូងជ្វាគឺសូមកុំចិតសម្បកចោលគឺយើងអាចគ្រាន់តែលាងទឹកវាពីក្រៅឲ្យស្អាតហើយយើងក៏ធ្វើការចម្អិនគឺអ្នកនឹងអាចទទួលបានប្រសិទ្ធភាពពីដំឡូងជ្វាយ៉ាងពិតប្រាកដកំហុសទី3គឺការញ៉ាំដោយគ្មានជាតិខ្លាញ់ល្អនៅក្នុងបណ្ដាញសង្គមគឺគេតែងតែបង្ហាញអំពីដំឡូងជ្វាដែលមានបូករួមជាមួយនឹងខ្លាញ់ល្អដូចជាជាតិប្រេងដែលបានមកពីធម្មជាតិដូចជាប្រេងអូលីវឬក៏ផ្លែបឺរជាដើមដែលវាគឺសម្បូរទៅដោយជាតិខ្លាញ់ល្អៗច្រើនណាស់ដែលវាគឺជួយបង្កើនការស្រូបយកជីវជាតិទៅក្នុងខ្លួនរបស់យើងបានយ៉ាងល្អការញ៉ាំដំឡូងជ្វាជាមួយជាតិខ្លាញ់នៅក្នុងកម្រិតល្មមគឺអាចជួយឲ្យរាងកាយរបស់យើងស្រូបយកបានវីតាមីន A បានយ៉ាងល្អកំហុសទី4គឺការញ៉ាំបូកផ្សំជាមួយនឹងជាតិស្ករមិនថាតែស្ករសឬក៏ស្ករអំពៅកំហុសនេះគឺនៅពេលដែលយើងធ្វើបង្អែមហើយយើងដាក់បន្ថែមស្ករច្រើនពីព្រោះដំឡូងរបស់យើងគឺមានជាតិផ្អែមស្រាប់ទៅហើយគឺយើងមិនចាំបាច់ដាក់បន្ថែមស្ករទៀតនោះទេស្ករគឺជារបស់ម្យ៉ាងដែលយើងដឹងថាវាគឺជារបស់កែច្នៃដែលវាគឺមិនល្អសម្រាប់សុខភាពយើងទេដូច្នេះការប្រើប្រាស់ជាតិស្ករច្រើនគឺអាចធ្វើឲ្យជាតិស្ករនៅក្នុងខ្លួនរបស់យើងក៏កាន់តែកើនឡើងទៀតវិធីដែលល្អគឺបងប្អូនគឺគ្រាន់តែញ៉ាំដំឡូងជ្វាដែលមានជាតិផ្អែមមកពីធម្មជាតិស្រាប់គឺល្អបំផុតកំហុសទី5គឺមើលរំលងបញ្ហាតម្រងនោមហើយនិងជាតិកាល់ស្យូមកំហុសទី5នេះគឺសម្រាប់អ្នកដែលមានបញ្ហាតម្រងនោមដំឡូងជ្វាគឺមានសារធាតុកាល់ស្យូមខ្ពស់ណាស់ប៉ុន្តែបើយើងនិយាយអំពីមនុស្សទូទៅគឺវាល្អសម្រាប់បេះដូងហើយនិងសម្ពាធឈាមប៉ុន្តែបើសិនជាបងប្អូនមានបញ្ហាតម្រងនោមរ៉ាំរ៉ៃគឺវាពិតជាពិបាកណាស់ក្នុងការបញ្ចេញជាតិកាល់ស្យូមដែលលើសដូច្នេះបើសិនបើអ្នកមានបញ្ហាតម្រងនោមគឺអ្នកគួរតែប្រុងប្រយ័ត្នក្នុងការញ៉ាំដំឡូងជ្វាដែលអ្នកគឺអាចញ៉ាំវាក្នុងកម្រិតមធ្យមបានហើយបងប្អូនក៏អាចទៅពិគ្រោះជាមួយនឹងគ្រូពេទ្យមុនពេលដែលអ្នកទទួលទានដំឡូងដូចគ្នាដោយដែលខ្ញុំបាននិយាយគឺដំឡូងជ្វាគឺពិតជាល្អសម្រាប់សុខភាពប្រសិនបើចម្អិនវាត្រឹមត្រូវតាមវិធីប៉ុន្តែបើធ្វើខុសវិធីគឺអាចទៅជាប៉ះពាល់ដល់សុខភាពវិញហើយនឹងខ្ញុំសង្ឃឹមថាពុកម៉ែបងប្អូននឹងជួយចិត្តវីដេអូនេះបើសិនជាបងប្អូនត្រូវការវីដេអូសុខភាពបន្ថែមទៀតគឺអាចចូលទៅមើលនៅក្នុង page របស់យើងបាននាងខ្ញុំសូមអរគុណនិងសូមព្រះប្រទានពរ